Idam khopana bhikkhave dukkham mariya satcham នៅក្នុងសេចក្តីនេះខ្ញុំកណ្ដាលខ្ញុំបាទនឹងប្រកេនសេចក្តីនៅក្នុងព្រះអដ្ឋកថារបស់ព្រះគុណម្ចាស់ហើយជម្រាបជូនញាតិញោមពីជីវិតប្រកដីធម្មតារបស់ព្រះធម៌និងបព្វជិតហើយសំបីតែនៅក្នុងការធ្វើទានណាទានគឺព្រះសិរីបុត្រនឹងគោរពស្រឡាញ់រាប់អានចិត្តដិតនឹងព្រះអានន្ទនឹងដោយគិតថាព្រះអានន្ទនឹងជំនួសកិច្ចការរបស់លោកនិងជំនួសកិច្ចការភិក្ខុសង្ឃទាំងឡាយនឹងឯងច្រើនណាស់ដូច្នេះគុណរបស់ព្រះអានន្ទនឹងមិនតិចទេក្នុងការដែលព្រះអានន្ទឧបថាបម្រើព្រះសាស្តាជាបិតាដល់អញ្ចឹងព្រះសិរីបុត្រនឹងតែងតែមានការប្រគេននៅចង្ហាន់បិណ្ឌបាតឬក៏វ័យដែលប្រណិតដល់ព្រះអានន្ទសម្ពុតចៃវរអីហ្នឹងតែងតែប្រគេនដល់ព្រះអានន្ទហើយព្រះសិរីបុត្រហ្នឹងបើកាលដែលត្រូវនិមន្តទៅកាន់ទីកន្លែងណាតែងតែប្រគេនដំណឹងដល់ព្រះអានន្ទជានិច្ចកាលបើមិនបាននិមន្តទៅប្រគេនដំណឹងដល់ព្រះអានន្ទទេក៏ផ្ដាំផ្ញើនឹងភិក្ខុប្រាប់ភិក្ខុដទៃនឹងឯងឲ្យទៅប្រគេនដំណឹងដល់ព្រះអានន្ទថាលោកត្រូវនិមន្តទៅកាន់ទីនេះទីនេះហើយនឹងត្រូវវិលត្រឡប់មកវិញគាល់ព្រះរាមានុភានឹងឯងនៅថ្ងៃនេះទៅតែប៉ុណ្ណេះថ្ងៃប៉ុណ្ណោះថ្ងៃទេនៅព្រះសិរីបុត្រនឹងតែងតែគោរពតែងតែរាប់អានចិត្តដិតនឹងព្រះអានន្ទសូម្បីដែលព្រះសិរីបុត្រគង់ចាំវស្សានៅក្នុងទីដទៃក៏ដោយតែងតែមានការផ្ដាំផ្ញើនឹងភិក្ខុដទៃដែលនិមន្តមកគាល់ព្រះរាមានុភានឹងដោយពាក្យថាលោកដ៏មានអាយុសូមលោកថ្វាយបង្គំព្រះសាស្តាដោយពាក្យយ៉ាងនេះហើយចូលសួរអំពីការមិនមានរោគការមិនមានអាពាធចំពោះអានន្ទដែលមានអាយុផងនឹងព្រះសិរីបុត្រតែងតែផ្ដាំផ្ញើអញ្ចឹងណាទៀតវិហារធម៌របស់ព្រះសិរីបុត្រនឹងយកបតីទុកដាក់នឹងព្រះអានន្ទណានឹងហើយផ្ដាំផ្ញើតាមភិក្ខុមកថាខ្ញុំកណានឹងមកគាល់ព្រះរាមានុភានៅថ្ងៃនេះគឺនៅប្រហែលថ្ងៃទៀតនឹងមកហើយអានឹងដែលលោកមិនតាន់បាននិមន្តមកហ្នឹងមានភិក្ខុណានិមន្តមកមុនហ្នឹងផ្ដាំផ្ញើមកប្រាប់ព្រះអានន្ទណាហើយម្យ៉ាងទៀតនោះដែលតកូលឧបថាព្រះសិរីបុត្រហ្នឹងមានច្រើនរយតកូលណាមានច្រើនរយតកូលកាលណាបើបាននៅណាបុរសឬក៏កុមារដែលត្រូវមកបួសបព្វជិឧបសម្បទាអីហ្នឹងគឺព្រះសិរីបុត្រហ្នឹងតែងតែនាំយកទៅឲ្យប្រគល់ដល់ព្រះអានន្ទជាព្រះឧបជានឹងព្រះសិរីបុត្រនឹងចឹងរាប់អានចិត្តដិតនឹងព្រះអានន្ទនឹងឲ្យព្រះអានន្ទនឹងធ្វើព្រះឧបជាទៅនឹងដែលតកូលឧបថាព្រះសិរីបុត្រច្រើនរយនឹងឯងដែលសំបួសក្នុងសំណាក់ព្រះសិរីបុត្រច្រើននេះណាចឹងព្រះសិរីបុត្រនឹងតែងប្រគល់ដល់ព្រះអានន្ទជាព្រះឧបជាទៅចំណែកព្រះអានន្ទវិញក៏អញ្ចឹងដែរចឹងព្រះអានន្ទតែងគិតថាព្រះសិរីបុត្រដ៏មានអាយុនេះគឺមានគុណប្រមាណមិនបានមានគុណច្រើនណាស់វាលែងតែព្រះដ៏មានប្រភាជាអម្ចាស់ចេញគឺព្រះសិរីបុត្រនេះកំពូលប្រសើរណាស់ទៅដោយគុណនឹងព្រះអានន្ទតែងនឹកគិតដល់គុណព្រះសិរីបុត្រអញ្ចឹងហើយតែងគោរពព្រះសិរីបុត្រណាស់គោរពយ៉ាងណាគឺមានរបៀបដូចព្រះសិរីបុត្រគោរពរាប់អានចិត្តដិតនឹងព្រះអានន្ទដូចគ្នាដែរបាននៅរបស់ទំពារបស់ឆាន់ក្នុងបរិផតហ្នឹងមុនឆាន់ហ្នឹងតែងតែយកមកប្រគេនព្រះសិរីបុត្រហើយរបស់ល្អរបស់ប្រសើរជាបណិតភោជនអីហ្នឹងហើយបើក្រោយផត់ទៅមានភេសជ្ជៈទឹកខ្មុំទឹកអំពៅអីហ្នឹងបានតែងតែយកមកប្រគេនព្រះសិរីបុត្រហើយមានចៃវរអីបានមកហ្នឹងតែងតែកបៈពិន្ទុអីរួចទៅក៏ប្រគេនព្រះសិរីបុត្របើថាចាស់ក៏បោកគក់ជាលក់អីស្អាតស្រួលបួលអញ្ចឹងទៅកបៈពិន្ទុទៅតែប្រគេនព្រះសិរីបុត្រហើយបាន
ពីតកូលឧបថាអីមកដើម្បីនឹងត្រូវបព្វជិឧបសម្បទាអីហ្នឹងក៏យកទៅប្រគេនព្រះសិរីបុត្រជាព្រះឧបជាហ្នឹងគឺមានការចិត្តដិតខ្លាំងណាស់ចំពោះព្រះសិរីបុត្រនិងព្រះអានន្ទដូចមានសម្ដែងនៅក្នុងព្រះវិន័យបៃដកជ័យវរៈខណ្ឌកៈណាតែមាននៅក្នុងសិក្ខាបទទី1ហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិនៅសិក្ខាបទដែលភិក្ខុទុកនៅអត្តរេកចីវរឲ្យហួសពី10ថ្ងៃទៅត្រូវនិស្សគិយៈបាចិត្តយៈនោះណាចីវរហ្នឹងជានិស្សគិយៈត្រូវលះបង់ឲ្យភិក្ខុអ្នកទុកឲ្យហួសរាត្រីហ្នឹងឲ្យហួស10ថ្ងៃហ្នឹងត្រូវអាបត្តិបាចិត្តយៈហ្នឹងនៅក្នុងសិក្ខាបទហ្នឹងព្រះអង្គបញ្ញត្តិជាមួយភិក្ខុឆាប់គិយៈរួចហើយរកភិក្ខុឆាប់គិយៈហ្នឹងប្រើប្រាស់ចីវរ3នៅពេលចូលទៅកាន់ស្រុកហើយប្រើប្រាស់ចីវរ3ដតីទៀតនៅក្នុងវត្តហើយប្រើប្រាស់ចីវរ3ផ្សេងទៀតក្នុងកាលដតីអញ្ចឹងបានជាព្រះរាមាភិក្ខហ្នឹងព្រះអង្គទ្រង់បញ្ញត្តិមិនឲ្យមានការទុកនៅអត្តរេកចីវរគឺឲ្យមានតែត្រៃចីវរដោយការអធិដ្ឋានជាសង្ឃាដីឧត្តរាសង្ឃៈអន្តរវាសកៈហ្នឹងប៉ុន្តែក្នុងកាលនោះព្រះអានន្ទបាននៅអត្តរេកចីវរអត្តរេកចីវរហ្នឹងគឺបានអីថាចីវរហ្នឹងផ្សេងពីចីវរ3ដែលលោកមានហើយណាលោកបានហ្នឹងបានមកវិចេះនៅក្នុងព្រះអដ្ឋកថាមហាកោសង្កៈសាលសោតហ្នឹងមានសម្ដែងអំពីមានព្រាហ្មណ៍ម្នាក់ហ្នឹងគាត់ជ្រះថ្លាបូជាបរតនត្រ័យព្រាហ្មណ៍ហ្នឹងគាត់បូជាបរតនត្រ័យហ្នឹងប៉ុន្តែគាត់បានបូជាព្រះពុទ្ធហើយគាត់បានបូជាព្រះសង្ឃហើយប៉ុន្តែគាត់មិនដឹងថាបូជាព្រះធម៌ហ្នឹងបូជាយ៉ាងម៉េចគាត់ជ្រះថ្លាចង់បូជាព្រះធម៌ទៀតក៏បានទៅគាល់ព្រះរាមាវិភាកសួរពីការបូជាព្រះធម៌បបិទ្ធព្រះគោតមដ៏ចម្រើនតើការបូជាព្រះធម៌ហ្នឹងដូចម្ដេចព្រះរាមាវិភាកព្រះអង្គទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍គឺបូជាដល់ពហុសូត្រភិក្ខុដែលជាពហុសូត្រណាទេក្នុងកាលនោះព្រាហ្មណ៍ហ្នឹងទូលសួរព្រះរាមាវិភាកថាតើភិក្ខុណាដែលជាពហុសូត្រព្រះអង្គព្រះរាមាវិភាកព្រះអង្គទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍ចូលអ្នកសួរសង្ឃចុះព្រាហ្មណ៍ហ្នឹងក៏បានលាព្រះរាមាវិភាកហ្នឹងមកទៅសួរភិក្ខុសង្ឃទាំងឡាយភិក្ខុសង្ឃទាំងឡាយក៏បានប្រាប់ព្រាហ្មណ៍នឹងថាគឺព្រះអានន្ទដ៏មានអាយុជាពហុសូត្រព្រាហ្មណ៍នឹងក៏បានយកសម្ពុតដែលមានតម្លៃ1000កហបណៈនឹងឯងបូជាព្រះអានន្ទដោយតាំងចិត្តបូជាព្រះធម្មរតនៈណាបូជាព្រះធម្មរតនៈហ្នឹងគឺមានភិក្ខុជាពហុសូត្រហ្នឹងជាអ្នកទទួលប៉ុន្តែអ្នកបូជាហ្នឹងគឺមិនមែនសំដៅទៅលើព្រះសង្ឃទេពីព្រោះព្រះសង្ឃរតនៈដោយឡែកប៉ុន្តែក្នុងទីនេះគឺសំដៅព្រះធម្មរតនៈហើយព្រះធម្មរតនៈមិនមែនជាបុគ្គលទេណាប៉ុន្តែបុគ្គលជាពហុសូត្រនឹងជាអ្នកចេះដឹងនៅព្រះពុទ្ធវចនៈច្រើនជាឃ្លាំងធម៌នេះហ្នឹងក្នុងការដែលបូជាព្រះធម្មរតនៈហ្នឹងគឺត្រូវប្រគេនដល់ភិក្ខុអង្គនោះហ្នឹងភិក្ខុចង្អុលប្រាប់ព្រាហ្មណ៍ហ្នឹងគឺព្រះអានន្ទព្រះអានន្ទបាននៅសម្ពុតអំពីព្រាហ្មណ៍ហ្នឹងតម្លៃ1000កហបណៈហ្នឹងនឹងជាអត្តរេកចីវរហើយក៏មានចិត្តគិតដើម្បីប្រគេនព្រះសិរីបុត្រដោយបានសម្ដែងហើយពីការដែលព្រះអានន្ទហ្នឹងគិតថាព្រះសិរីបុត្រដ៏មានអាយុនេះវាលែងតែព្រះដ៏មានពភាកចេញគឺថាមិនមានភិក្ខុណាក្រៃលែងជាងទេអាចញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅដោយព្រះដ៏មានពភាកចឹងក៏គិតដើម្បីប្រគេនព្រះសិរីបុត្រប៉ុន្តែក្នុងពេលហ្នឹងព្រះសិរីបុត្រលោកអត់នៅកន្លែងហ្នឹងលោកនៅក្រុងសាកេតនោះហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទហ្នឹងនៅកោតមចេតិយហើយព្រះសិរីបុត្រនៅនគរសាកេតតែអញ្ចឹងមិនដឹងធ្វើម៉េចបើព្រះអង្គបញ្ញត្តិសិក្ខាបទមិនឲ្យទុកនៅអត្រេកចីវរអញ្ចឹងក៏បានចូលទៅគាល់ព្រះរាមាវិភាកព្រះរាមាវិភាក
កាលដែលព្រះអនន្តចូលទៅក្រាបថ្វាយបង្គំរួចហើយគង់អង្គុយក្នុងទីសំគួរហើយហ្នឹងក៏បានត្រាស់សួរព្រះអនន្តថាអនន្តបាននៅជីវរពីតាបបិទ្ធព្រះអង្គដោយចម្រើនព្រាមបានប្រគេនខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គហ្នឹងមានបំណងប្រគេនព្រះសិរីបុត្រដ៏មានអាយុព្រះរាមាភិបព្រះអង្គទ្រង់ត្រាស់ថាអនន្តចូលអ្នកប្រគេនលោកចុះហ្នឹងគឺព្រះអង្គមានព្រះពុទ្ធានុញ្ញាតឬថាព្រះអង្គមានព្រះពុទ្ធដីកាឲ្យព្រះអនន្តហ្នឹងតែសម្រេចតាមបំណងដែលលោកចង់ប្រគេនព្រះសិរីបុត្រនោះបានព្រះអនន្តមានប្រធេរដីកាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គបានបញ្ញត្តិនៅសិក្ខាបទក្នុងការទុកនៅអត្តរេកជ័យវរបានព្រះរាមាភិព្រះអង្គមានព្រះពុទ្ធដីកាសួរព្រះអនន្តថាអនន្តតើសិរីបុត្រហ្នឹងមកក្នុងពេលណាបានព្រះអនន្តទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះសិរីបុត្រដ៏មានអាយុប្រមាណជា10ថ្ងៃទៀតលោកនិមន្តមកហើយនឹងព្រះអនន្តលោកជ្រាបដឹងតាមដំណឹងដោយតែបានសម្ដែងពីមុនហើយណាគឺអាចមានការជ្រាបដំណឹងហ្នឹងច្រើនរឿងច្រើនយ៉ាងអាហ្នឹងបានបញ្ជាក់នៅក្នុងព្រះអត្តកថាហ្នឹងថាព្រះអនន្តលោកដឹងថាព្រះសិរីបុត្រហ្នឹងនឹងនិមន្តមកក្នុងការប្រមាណជា9ថ្ងៃឬ10ថ្ងៃហ្នឹងក្នុងពេលហ្នឹងបានព្រះដ៏មានព្រះភិក្ខហ្នឹងព្រះអង្គទ្រង់ប្រជុំភិក្ខុសង្ឃហ្នឹងឯងមានការបញ្ញត្តិនៅសិក្ខាបទហ្នឹងតាមក្រោយមួយទៀតអនុបញ្ញត្តិតាមក្រោយព្រោះព្រះអង្គបញ្ញត្តិរួចម្ដងហើយអំពីការទុកអត្តរេកជ័យវរហ្នឹងគឺមិនបានទេតែកន្លងរាត្រីមួយថ្ងៃពីរថ្ងៃអីអត់បានទេកុំថាដល់ទៅ10ថ្ងៃប៉ុន្តែព្រះអង្គទ្រង់ព្រះពុទ្ធបញ្ញត្តិមួយក្រោយមកទៀតនេះដោយប្ររពទៅលើព្រះអនន្តទុកនៅអត្តរេកជ័យវរប្រគេនព្រះសិរីបុត្រនេះព្រះអង្គបញ្ញត្តិថាភិក្ខុទាំងឡាយមិនគប្បីទុកនៅអត្តរេកជ័យវរឲ្យហួសក្រៃលែងជាង10ថ្ងៃឡើយភិក្ខុណាទុកជ័យវរនោះជានិស្សកិយៈភិក្ខុត្រូវអាបត្តិបាចិត្តយៈដូច្នេះណាអនុបញ្ញត្តិនេះគឺថាអាចទុកនៅអត្តរេកជ័យវរបានក្នុងកំឡុង10ថ្ងៃកុំឲ្យតែហួសពី10ថ្ងៃកុំឲ្យរាត្រីថ្ងៃទី10ហ្នឹងផុតណាអាហ្នឹងគឺអាចទុកបានណាអត់ត្រូវអាបត្តិអីទេទុកបានក្នុងរវាងហ្នឹងគឺដោយសារអីបានជាព្រះអង្គអាចមានការបញ្ញត្តិជាលើកទី2នេះគឺចំពោះអាបត្តិដែលទុកនៅអត្តរេកជ័យវរនេះគឺមិនមែនជាអាបត្តិដោយលោកវច្ចៈដែលមានទោសដោយអំណាចក្នុងការដែលជាផ្លូវលោកដូចជារឿងសម្រាប់សត្វលួចត្រាប់គេអីទេណាគឺមានទោសក្នុងទីនេះគឺមានទោសដោយព្រះពុទ្ធបញ្ញត្តិមានទោសដោយព្រះពុទ្ធបញ្ញត្តិដូច្នេះគឺព្រះអង្គអាចដើម្បីបញ្ញត្តិបន្ធូរបន្តិចថយថ្ងៃទៅអាចដើម្បីទុកបានក្នុងរវាង10ថ្ងៃនឹងមកអំពីទោសហ្នឹងគឺទោសតាមការដែលព្រះអង្គបញ្ញត្តិតែបណ្ណត្តវច្ចៈហ្នឹងហើយនៅក្នុងអដ្ឋកថាសមន្តបាសាធិកាដែលទុតិយសមន្តអដ្ឋកថាក្នុងសិក្ខាបទហ្នឹងបានបញ្យល់បន្ថែមខាងចុងបន្តិចថាបើសិនជាក្នុងពេលហ្នឹងព្រះអនន្តមានប្រធេរដីកាថាព្រះសិរីបុត្រដ៏មានអាយុនឹងនិមន្តមកក្នុងកន្លះខែឬមួយខែក៏ព្រះដ៏មានវិភាកទ្រង់អាចដើម្បីនឹងបញ្ញត្តិនៅសិក្ខាបទហ្នឹងអាចដើម្បីទុកនៅអត្តរេកជ័យវរបានកន្លះខែឬមួយខែដែរហ្នឹងអត្ថកថាលោកបញ្យល់ថែមដល់ប៉ុណ្ណឹងផងក្នុងសេចក្តីនេះកណ្ណាគុណចាស់ញាតិញោមបងប្អូនសិក្សាទៅឃើញថាព្រះដ៏មានភិព្រះអង្គទ្រង់ជ្រោមជ្រែងក្នុងការធ្វើទានសូម្បីតែភិក្ខុដែលធ្វើទានត្រឹមត្រូវទៅតាមព្រះវិន័យដែលការឲ្យនៅទានដល់ស័ក្តិព្រះមេចារីព្រះអង្គទ្រង់ជ្រោមជ្រែងមិនមែនជាការឲ្យផ្គប់គុណក្រហោះណាមិនមែនជាការឲ្យប្រព្រឹត្តទៅដោយអំណាចអកុសលណាគឺព្រះអង្គទ្រង់ជ្រោមជ្រែងណាឃើញទេសូម្បីតែព្រះអង្គទ្រង់បញ្ញត្តិនៅសិក្ខាបទបានជាបញ្ញត្តិមកអំពីរឿងពួកឆាប់ពគយៈហ្នឹងមានលោភចិត្ត
ប្រើប្រាស់ត្រៃចីវរហើយប្រើប្រាស់នៅអតិរេកចីវរស្រេចចិត្តជាអកុសលជាប់ជំពាក់នឹងខ្លួនលើកតម្កើងខ្លួនវាជារឿងអកុសលវាជាគ្រឿងដែលប្រព្រឹត្តទៅយឺតយូរក្នុងវត្តដាក់ហ្នឹងព្រះអង្គបញ្ញត្តិប៉ុន្តែឃើញទេដែលព្រះអង្គទ្រង់បញ្ញត្តិក្រោយមកទៀតហ្នឹងអាចដើម្បីទុកបានក្នុងរវាង10ថ្ងៃហ្នឹងមកពីអាស្រ័យព្រះអានន្ទហ្នឹងមានសារានិយធម៌ដែលជាគ្រឿងរលឹកព្រឹត្តទៅក្នុងការធ្វើទានដល់ស័ក្តិព្រះមេចារីហ្នឹងព្រះអង្គគ្រប់គ្រងត្រង់កន្លែងហ្នឹងដូច្នេះគឺនៅក្នុងសេចក្តីនេះយើងសិក្សាទៅជាសភាវៈពិតក្នុងជីវិតប្រចាំថ្ងៃក្នុងការដែលដល់នៅបត្រៃសរណគមក្នុងការវាចាកនៅបញ្ញវេរាឬក៏នៅក្នុងការរក្សាបោសតសិលអត្តរេកសិលហើយនឹងទៅតាមសិលរបស់សាមណេររបស់ភិក្ខុប្រកដីយ៉ាងសាមញ្ញធម្មតាបើនៅក្នុងការធ្វើទានប្រព្រឹត្តទៅដោយសេចក្តីចម្រើនគឺព្រះអង្គទ្រង់គ្រប់គ្រងព្រោះជាជីវិតប្រដីធម្មតានៃធម៌ព្រះអង្គគ្រាន់តែមិនបានជ្រោមជ្រែងអកុសលធម៌តែកុសលធម៌ព្រះអង្គទ្រង់ជ្រោមជ្រែងព្រះអង្គមានព្រះពុទ្ធេនុញ្ញាតត្រង់កន្លែងហ្នឹងយើងឃើញថាជាការមួយដែលគួរឲ្យយើងពិនិត្យពិចារណាណាស់ហ្នឹងដូច្នេះនៅក្នុងសេចក្តីនេះគឺកណ្ណាគុណចាស់ញាតិញោមបងប្អូនសិក្សាអំពីរឿងព្រះអានន្ទឃើញមាននៅក្នុងព្រះវិន័យបៃដកឃើញមាននៅក្នុងព្រះសតន្តបៃដកហើយបើយើងសិក្សានៅក្នុងព្រះអភិធម្មបៃដកហ្នឹងក៏យើងចាំរឿយថាក្នុងបតមសង្ឃាយនាព្រះអានន្ទនឹងឯងដែលបានវិសច្ចនាព្រះអភិធម្មបៃដកដែលព្រះមហាកាសបៈនឹងឯងបានជាប្រធាននៅក្នុងបតមសង្ឃាយនាហ្នឹងព្រះអានន្ទវិសច្ចនាព្រះសតន្តបៃដកនិងព្រះអភិធម្មបៃដកចឹងជាប្រគុណដ៏ធំណាស់ជាប្រគុណរបស់ព្រះសង្ឃសាវករបស់ព្រះរាមានុភាដូច្នេះចាត់ទុកថាព្រះអានន្ទនឹងជាភ្នែករបស់យើងទាំងអស់គ្នាសប្តាហ៍ថ្ងៃនាំផ្លូវយើងទៅកាន់ទីបំផុតទុក្ខយើងពឹងភ្នែកពីរយើងនេះគឺមិនអាចទៅកាន់ទីបំផុតទុក្ខបានឡើយព្រោះជាភ្នែកដែលត្រូវដើរនៅក្នុងโลกនេះតែប៉ុណ្ណោះប៉ុន្តែព្រះអានន្ទដែលចាត់ទុកថាជាភ្នែកពីព្រោះអីពីព្រោះព្រះអានន្ទនេះឯងដែលជាឃ្លាំងនៃព្រះបរិយត្តិធម៌ត្រួតត្រងចាំទុកនៅព្រះពុទ្ធវចនៈដោយសពគ្រប់ទាំងអស់ម្ល៉េះយើងសប្តាហ៍ថ្ងៃបានការសិក្សារៀនសូត្រនៅព្រះពុទ្ធវចនៈនេះតាមរយៈនៃព្រះអនន្តថេរៈយ៉ាងសំខាន់បំផុតទៀតទៅចាត់ទុកព្រះអនន្តជាភ្នែកទាំងគូរបស់យើងដែលអាចដើម្បីឲ្យយើងមើលផ្លូវក្នុងដំណើរដែលប្រព្រឹត្តបរិបត្តិយ៉ាងត្រឹមត្រូវបានដើម្បីទៅកាន់ទីបំផុតទុក្ខគឺព្រះនិព្វានបានហ្នឹងចឹងដូច្នេះកណ្ណាគុណចាស់ញាតិញោមបងប្អូនខ្ញុំកណ្ណាខ្ញុំបាទនឹងសម្ដែងនៅក្នុងព្រះអានន្ទដែលជាឯកតតិកៈហ្នឹងជាបន្តទៅហើយជាពិសេសគឺនៅក្នុងការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាការដែលប្រកាសណាគុណចាស់ញាតិញោមអាចដើម្បីនឹងយល់អំពីកិច្ចបរិបត្តិសតិប្បដ្ឋានវិបស្សនាគឺការស្ដាប់ឲ្យបានយល់ចូលចិត្តស្ដាប់ឲ្យបានច្រើនយល់ចូលចិត្តអត់មានជាទំនាស់អត់មានតោះអីនៅក្នុងការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាដោយការស្ដាប់ទេគ្រាន់តែប៉ុណ្ណេះគ្រាន់តែថាសូមធ្វើការស្ដាប់នឹងឲ្យយល់ចូលចិត្តច្បាស់ត្រឹមត្រូវសិនណាមុននឹងសម្រេចការប្រព្រឹត្តបដិបត្តិនេះមិនមែននិយាយអំពីការហាមឃាត់ធម៌ប្រព្រឹត្តបដិបត្តិទេពីព្រោះធម៌ប្រព្រឹត្តបដិបត្តិក៏ជាធម៌ដែលសម្រេចដោយហេតុបច្ច័យដែរមិនមែនបានសេចក្តីថាធម៌បដិបត្តិហ្នឹងកើតពីយើងទេព្រោះធម៌តែងកើតពីហេតុទាំងអស់សំបីធម៌ប្រព្រឹត្តបដិបត្តិហ្នឹងក៏កើតព្រោះហេតុមិនមែនកើតពីព្រោះសត្វបកលទូខ្លួនយើងជាអ្នកចម្រើនជាអ្នកធ្វើឲ្យកើតនោះទេប៉ុន្តែបានជាពោលថាត្រូវស្ដាប់ប្រធមឲ្យយល់ចូលចិត្តសិននោះពីព្រោះការពារចំណង់ដែលវានាំទៅរកការប្រព្រឹត្តបដិបត្តិខុសហើយ
កាលណាបើលោកដៃចូលទៅក្នុងការប្រព្រឹត្តបដិបត្តិខុសហើយវាមានគ្រឿងជាប់ច្រើនណាស់វាមានគ្រឿងចងច្រើនណាស់មិនងាយដើម្បីបែរងាករេមករករឿងត្រូវវិញឡើយហ្នឹងដូច្នេះបានជាសម្ដែងពោលថារឿយថាសូមឲ្យបានស្ដាប់ឲ្យច្រើនហើយឲ្យយល់អំពីការអប់រំចម្រើននៅផ្លូវកណ្ដាលអរិយមេអង្គ8ប្រការនេះកុសលធម៌ទាំងឡាយផ្សេងហ្នឹងចម្រើនហើយប៉ុន្តែសំខាន់ក្នុងព្រះសាសនានេះគឺថាអរិយមេអង្គ8ប្រការដែលជាផ្លូវទៅកាន់ព្រះនិព្វានណាថាឲ្យបានយល់ចូលចិត្តពីព្រោះដល់ទៅពេលស្ដាប់បានយល់ចូលចិត្តទៅវាមិនមែនជារឿងដែលយើងនៅតាំងតួខ្លួនយើងជាអ្នកបង្កើតធម៌ទេមិនមែនជាអ្នកតាំងតួខ្លួនធ្វើសតិធ្វើបញ្ញាមានរបៀបមានកម្មវិធីមានពេលជ្រើសរើសអារម្មណ៍ដោយអំណាចតាំងសេចក្តីប្រកម្មថាតួខ្លួនជាអ្នកបប្រតិបត្តិជាអ្នកចម្រើនធម៌ទេដល់ពេលស្ដាប់ប្រធោយល់ចូលចិត្តទៅយល់ចូលចិត្តធម៌ពិតក្នុងជីវិតប្រចាំថ្ងៃទៅសតិប្បដ្ឋានវិបស្សនាមានហើយទេសតិប្បដ្ឋានបប្រតិបត្តិគឺរមែងមានការសង្កេតពិនិត្យរលឹកសិក្សាឃើញរូបធម៌និងនាមធម៌នឹងឯងដែលបែងចែករំលែកផ្សេងអំពីគ្នាជារូបធម៌ជានាមធម៌តាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវណាផ្លូវកាយនិងផ្លូវចិត្តហ្នឹងវាមានការរលឹកមានការសិក្សាសង្កេតពិនិត្យហ្នឹងមកពីអីមកពីសិក្សាហ្នឹងច្រើនហើយយល់ចូលចិត្តនៅលក្ខណៈរបស់សភាវៈលក្ខណៈកិច្ចផលបតតឋាននៃសភាវៈហ្នឹងវាច្បាស់លាស់ណាស់ម្ល៉េះវាមិនជាវកច្បល់គ្នាទេដល់អញ្ចឹងទៅជាទីតាំងនៃសតិរលឹកសតិហ្នឹងជាតួចែករំលែកធម៌ហ្នឹងហើយតែកាលណាសតិហ្នឹងជាតួចែករំលែកធម៌ហ្នឹងមិនច្រឡូកច្រឡំគ្នាទៅរំលត់នៅសេចក្តីប្រកម្មនៅធម៌ទាំងអស់ហ្នឹងថាជាតួខ្លួនហ្នឹងឯងគឺដោយអំណាចបញ្ញាពិតទៀតពីព្រោះវាអត់មានអីដើម្បីនៅជាខ្លួនទៀតទេកាលណាបើចែករំលែកធម៌ហ្នឹងអស់ទៅហើយនោះដោយតែបានសម្ដែងមកហើយក្នុងការដល់ព្រះពុទ្ធពធព្រះសង្ឃហ្នឹងបរមត្តធម៌ហ្នឹងគឺអីការវាចាបត្រៃការវាចានៅបញ្ចវេរាហ្នឹងបរមត្តធម៌សភាវៈធម៌ពិតហ្នឹងគឺអីហើយការប្រព្រឹត្តទៅដើម្បីប្រសិទ្ធៈនៅមន្ទិលគឺសេចក្តីកំណាញ់មានសេចក្តីត្រេកអរក្នុងការធ្វើទានបែងចែករំលែកហ្នឹងគឺបរមត្តធម៌សភាវៈពិតហ្នឹងគឺអីហើយដល់ស្ដាប់យល់ចូលចិត្តទៅវាជាទីតាំងនៃសតិរលឹកក៏ឃើញច្បាស់ថាជីវិតជាប្រអីធម្មតាហ្នឹងវាអត់មែនយើងជីវិតជាប្រអីធម្មតាហ្នឹងវាអត់មែនជាខ្លួនយើងហ្នឹងដូច្នេះប្រកាសណាគុណម្ចាស់និមន្តញាតិញោមអញ្ជើញមកស្ដាប់ព្រះធម៌ហ្នឹងវាចារូបហើយស្ដាប់ធម៌បានទេណាយើងសិក្សាព្រះធម៌ទៅយើងឃើញច្បាស់អញ្ចឹងទេប្រអីហ្នឹងឥឡូវបើមិនមានធាតុដីបើមិនមានធាតុទឹកបើមិនមានធាតុភ្លើងបើមិនមានធាតុខ្យល់ទេមានប្រគុណម្ចាស់ញាតិញោមស្ដាប់ព្រះធម៌ទេដូច្នេះដែលមានប្រគុណម្ចាស់ញាតិញោមស្ដាប់ព្រះធម៌ហ្នឹងគឺប្រគុណម្ចាស់ញាតិញោមហ្នឹងមានធាតុដីមានធាតុទឹកមានធាតុភ្លើងមានធាតុខ្យល់អាហ្នឹងគឺពិតជាមានអញ្ចឹងហើយបានជាមានប្រគុណម្ចាស់ញាតិញោមស្ដាប់ព្រះធម៌បើអត់មានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ទេក៏អត់មានប្រគុណម្ចាស់ញាតិញោមអញ្ជើញដើរមកគុណម្ចាស់និមន្តដើរមកកើតដែរហើយក៏អត់មានដើម្បីនិមន្តអង្គុយអញ្ជើញអង្គុយស្ដាប់ព្រះធម៌ដែរដូច្នេះត្រូវតែមានធាតុដីទឹកភ្លើងខ្យល់ទាំងគុណម្ចាស់ទាំងញាតិញោមហើយដល់តែពេលហ្នឹងស្មារតីសិក្សាឃើញធាតុដីធាតុភ្លើងធាតុខ្យល់ដែលជាផោតថាពៈហ្នឹងជាសត្វជាបុគ្គលជាអាត្មាអញជាក្រហោះជាបព្វជិតទេគឺអត់ទេឃើញច្បាស់ឃើញណាស្មារតីហ្នឹងក៏សិក្សាបានរឿយហើយក៏តាំងសុខនៅក្នុងបរតនត្រ័យជីវិតជាប្រដីធម្មតាដោយមិនសំដែងនៅភាពនៃខ្លួនជាអ្នកខ្វះខាតធัวនេះខ្វះខាតធัวនោះប្រព្រឹត្តទៅតាមអំណាចតណ្ហាទេពីព្រោះថាជាអ្នកតាំងនៅក្នុងបរតនត្រ័យហើយក៏មានការប្រព្រឹត្តទៅដើម្បីរំលត់នៅសេចក្តីប្រកាន់ថាមានខ្លួនជាអ្នកបានមានខ្លួនជាអ្នកអត់ព្រោះបរមត្តធម៌មិនមែនជាសត្វបុគ្គលតួខ្លួនឡើយហ្នឹងហើយមានធាតុដីទឹកភ្លើងខ្យល់អញ្ចឹងទៅមិនមានអាកាសធាតុយ៉ាងម៉េចទេបើមិនមានអាកាសធាតុទេបានអីដើម្បីចែករូបនឹងឯងឲ្យផ្សេងគ្នាទៅបានវាមិនរលែកជាប់គ្នាអស់ទៅហើយដូច្នេះក៏ជា
ការសម្ដែងឲ្យឃើញថាមានអាកាសធាតុមួយទៀតហើយកាលដែលព្រះអង្គទ្រង់សម្ដែងអាកាសធាតុនៅក្នុងធាតុ6គឺធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុគឺព្រះអង្គសម្ដែងមហាភូតរូប4ហើយប៉ុន្តែឧបាទេយរូបព្រះអង្គសម្ដែងតែអាកាសធាតុមួយនេះក៏ជាទូទៅដល់ឧបាទេយរូប23ទៀតដែរព្រោះអាកាសធាតុជាឧបាទេយរូបហើយក៏ជាទូទៅដល់ឧបាទេយរូប23ទៀតណាព្រោះឧបាទេយរូប24នេះគឺគ្រាន់តែព្រះអង្គសម្ដែងធាតុដោយសង្ខេបគឺអាកាសធាតុប៉ុន្តែដោយពឹស្ដាគឺវាត្រូវមានឧបាទេយរូប23ទៀតអញ្ចឹងប្រគុណចាស់ញាតិញោមនិមន្តមកញាតិញោមបងប្អូនអញ្ជើញមកហើយគង់អង្គុយនៅហ្នឹងបើវាចាកមហាពុទ្ធរូប4និងឧបាទេយរូប24ហ្នឹងបើវាចាកអំពីរូបទាំងអស់ហ្នឹងហើយតើមានប្រគុណចាស់ញាតិញោមឯណាទៀតត្រូវតែមានរូបដែលសំគួរដោយហេតុបច្ច័យនៃរូបនឹងយ៉ាងណារូបនោះពុំមែនជាយើងឡើយនៅពេលអង្គុយស្ដាប់ព្រះធម៌នេះសូម្បីនៅពេលអង្គុយហ្នឹងក៏ប្រព្រឹត្តទៅដើម្បីកុសលធម៌ចម្រើនអកុសលធម៌សាបសូន្យហ្នឹងក្នុងការដែលប្រកាសណាគុណម្ចាស់អង្គអង្គុយញាតិញោមអញ្ជើញអង្គុយហ្នឹងស្ដាប់ព្រះធម៌ហ្នឹងពេលហ្នឹងឥឡូវហ្នឹងបើមិនមានវិញ្ញាណធាតុហើយស្ដាប់ព្រះធម៌បានទេដូច្នេះព្រះអង្គទ្រង់ថាសម្ដែងនៅក្នុងធាតុ6ហ្នឹងមានវិញ្ញាណធាតុមួយទៀត1ធាតុដី2ធាតុទឹក3ធាតុភ្លើង4ធាតុខ្យល់5អាកាសធាតុដែលអាកាសធាតុនឹងឯងគឺជាតំណាងឲ្យតួឧបាទេយរូបផ្សេងទៀតហើយនឹង6គឺវិញ្ញាណធាតុហើយបើមានវិញ្ញាណធាតុហើយវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌក៏ត្រូវតែមានផងដែរព្រោះវិញ្ញាណធាតុគឺបានដល់វិញ្ញាណខណ្ឌគឺជាចិត្តដូច្នេះមានវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះពុទ្ធដីកាសម្ដែងនៅក្នុងធាតុវិភង្គសូត្រថាមនាភិក្ខុទាំងឡាយមិនគួរបណ្ដែតបណ្ដោយបញ្ញាក្នុងការពិចារណានៅធាតុ6នេះឡើយពីព្រោះការពិចារណានៅធាតុ6នេះអាចធ្វើនៅអរហត្តផលឲ្យសម្រេចបានណាទេធាតុ6ហ្នឹងហើយធាតុ6ហ្នឹងមាននៅណាបើមិនប្រកដីធម្មតាក្នុងជីវិតយើងដល់នៅបត្រៃសរណគមបើមិនធម្មតានៃជីវិតយើងដែលវាចាកនៅបញ្ញវេរានឹងមានសិលទៅតាមលំដាប់តាមភេទហើយក្នុងការធ្វើទានជាប្រកដីធម្មតាបើមិនមានធាតុ6ហ្នឹងទេអាចប្រព្រឹត្តនៅកិច្ចការងារជាធម្មតានឹងទៅបានទេហើយមិនមែនត្រឹមតែមានកុសលធម៌ដែលប្រព្រឹត្តទៅក្នុងការដល់បត្រៃសរណគមជាដើមទេតែមិនមានការប្រព្រឹត្តទៅដោយលោភៈចង់បាននឹងផងដែរពិតឬមិនពិតទេមានទោសៈមានមោហៈដែលប្រព្រឹត្តទៅជាធម្មតាដែលមិនបានលះដោយអរិយមគ្គហ្នឹងពិតឬមិនពិតប៉ុន្តែបើវាចាអំពីធាតុទាំងឡាយហើយតើនឹងមានលោភៈទោសៈមោហៈមកពីណាដើម្បីប្រកាសណាគុណម្ចាស់នឹងឯងមានការប្រព្រឹត្តឆ្កំឆ្គងដោយកាយវិការចិត្តនឹងមកពីណាបើអត់មានធាតុនឹងទេដូច្នេះធម៌ដែលប្រព្រឹត្តទៅទាំងកុសលទាំងអកុសលទាំងអព្យាក្រឹតគឺជាជីវិតប្រចាំថ្ងៃហើយសតិសិក្សាឃើញធាតុដីទឹកភ្លើងខ្យល់អាកាសធាតុឃើញវិញ្ញាណធាតុហើយក៏សរុបសេចក្តីមកគឺរូបធម៌និងនាមធម៌រូបគឺជាធាតុមិនដឹងដោយសាកសពសាកសពជាធាតុមិនដឹងយ៉ាងណារូបកណាគុណម្ចាស់ញាតិញោមបងប្អូនខ្ញុំកណាខ្ញុំបាទសំបីដែលនៅរស់ហ្នឹងធាតុហ្នឹងជារូបហ្នឹងជាធាតុមិនដឹងដោយសាកសពដូចគ្នាដោយឡែកអំពីរូបជាធាតុមិនដឹងវិញ្ញាណធាតុតែប៉ុណ្ណោះមិនមែនជាសត្វបុគ្គលទូខ្លួនយើងឡើយដែលព្រឹត្តទៅជាលោភៈជាទោសៈជាមោហៈឬព្រឹត្តទៅជាកុសលដល់បត្រៃសរណគមវាចាកបញ្ញវេរាធ្វើទានស្ដាប់ធម៌គឺមានវិញ្ញាណជាបឋមប្រធានប៉ុន្តែវិញ្ញាណពុំមែនជាសត្វបុគ្គលទូខ្លួនយើងឡើយដូច្នេះប្រកដីនៃជីវិតជាធម្មតារូបធម៌និងនាមធម៌ដែលពុំមែនជាសត្វពុំមែនជាជីវៈពុំមែនជាអត្តាទូខ្លួនយ៉ាងសាមញ្ញធម្មតានេះទៅធ្វើការគ្រប់ទៅមានទីពឹងទីពួនបានណាទេទីពឹងទីពួនដកឧត្តមដើម្បីរួចខ្លួនអំពីជារានិងមរណៈបានត្រូវតែសិក្សារឿយជាប្រកដីយ៉ាងនេះឯងទៅមានផ្លូវរត់ទៅមានផ្លូវរត់អំពីលោកនេះទៅរួចផុតចាកទុកផ្លូវតែមួយគត់យ៉ាងនេះឯង
អានឹងប្រព្រឹត្តទៅដោយសេចក្តីស្ងប់មិនប្រព្រឹត្តទៅដើម្បីរំជើបរំជួលមិនប្រព្រឹត្តទៅដើម្បីកវល់កវាយមិនប្រព្រឹត្តទៅដើម្បីជាប់បំណុលកិលេសមិនប្រព្រឹត្តទៅដើម្បីអន្ទះសាមិនប្រព្រឹត្តទៅដើម្បីព្រៀបផ្ទឹមប្រឡងប្រណាំងយ៉ាងណាជាការបង្ហាញខ្លួនដល់មច្ចរាជរឿយក្នុងភពនោះឡើយហ្នឹងហើយតែណាកណាគុណម្ចាស់ខ្ញុំកណាខ្ញុំបាទសម្ដែងក្នុងក៏សំគួរដោយនៅពេលវេលាត្រឹមប៉ុណ្ណេះសូមកណាគុណចាស់ញាតិញោមបងប្អូនព្រឹត្តទៅនៅក្នុងសមាបដិបទាណាទេណាដើម្បីទីបំផុតទុកគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនា